សំណួរអាចសួរថាតើប្រវត្តិជាដល់ប្រយោជន៍អីខ្លះដល់ប្រជាជាតិនីមួយណាហើយបាក់ឌុបឆ្នាំនេះសួរថាហេតុអ្វីបានជាយុវជនត្រូវយល់ដឹងពីវត្តសាស្ត្រខ្មែរនិងវត្តសាស្ត្រពិភពលោកបាក់ឌុបឆ្នាំនេះសួរបាទតម្លៃអប់រំបាទតម្លៃអប់រំតម្លៃអប់រំនេះគឺផ្ដល់ជាចំណេះដឹងដល់អ្នកសិក្សាឲ្យប្រកាន់យកគំរូល្អណាបាទផ្ដល់ចំណេះដឹងដល់ចំណេះដឹងដល់អ្នកសិក្សាដល់អ្នកសិក្សាឲ្យប្រកាន់យកឲ្យប្រកាន់យកណាគំរូល្អណាគំរូល្អឃើញទេបាទចឹងនៅពេលគ្រូបង្រៀនទៅអូឧទាហរណ៍ណាចេញបានទី7អូព្រះអង្គល្អណាព្រះបាទអង្គឌួងព្រះអង្គល្អណានេះចឹងល្អហើយល្អគេខ្លះចឹងយើងណាយកគំរូល្អនេះអាណាល្អទទួលយកអាណាមិនល្អបោះបង់ហើយវាជាបទពិសោធន៍មួយសម្រាប់អ្នកចំនួនក្រោយយើងយកអតីតកាលមកសិក្សាទៅណាបាទយកអតីតកាលសិក្សាហើយក៏ជាកតិអប់រំដែរគាត់ឯងឃើញទេរាជាហ្នឹងប្រព្រឹត្តលិមួកអញ្ចឹងចាប់ប្រពន្ធគេចាប់កូនគេអញ្ចឹងអត់ល្អទេចុងចប់គេបះបោសម្រាប់ចោលគាត់ឯងឃើញទេរាជានេះធ្វើល្អមែនទេនេះធ្វើល្អឃើញទេគេគោរពស្រឡាញ់ដល់ថ្ងៃគេឲ្យតម្លៃគេគោរពណាអញ្ចឹងគាត់យកគួរយកគំរូតាមគេគួរតាមយមរូថាដល់ពេលកូនខ្លាយជាមេដឹកនាំគេកូនចាប់ដើមអូកាលនេះគេដឹកនាំចេះកាលនេះគេធ្វើចេះអាគំរូគេដោះស្រាយបញ្ហាចេះអញ្ចឹងកូនយកអាហ្នឹងមកហើយឡើយណាមិនល្អទេធ្លាប់មានវត្តសាស្ត្រឡើយណាល្អទេចុះបោះចោលហ្មងណាបោះចោលហ្នឹងទី1ផ្ដំចំណេះដឹងផ្នែកអប់រំមួយទៀតដែរចំណេះដឹងផ្នែកអប់រំដែរគឺផ្ដល់ចំណេះដឹងការអប់រំការបណ្ដុះបណ្ដាលណាផ្ដល់ចំណេះដឹងដល់ចំណេះដឹងណាដល់ការអប់រំការអប់រំការបណ្ដុះបណ្ដាលឬយើងប្រើពាក្យការបណ្ដុះឧត្តមគតិណាបណ្ដុះណាឧត្តមគតិដល់អ្នកសិក្សាណាបណ្ដុះឧត្តមគតិដល់អ្នកសិក្សាណាដល់អ្នកសិក្សាឃើញបាទឲ្យមានឧត្តមគតិជាតិនិយមស្នេហាជាតិណាឲ្យមានឧត្តមគតិជាតិនិយមប៉ុន្តែសូមបញ្ជាក់ណាមិនមែនជារឿងជាតិនិយមជ្រុលទេណាកាលណាជាតិនិយមជ្រុលនាំទៅរកមហន្តរាយដូចជាករណីប៉ុលពតមានអង្គខ្មែរក្រមចំនួនជាតិនិយមជ្រុលគិតថាមានតែអញឯងមានជាតិសាសន៍អញឯងដែលលុយជាងគេអនុវត្តនៅផែនការ5ឆ្នាំតែខ្មែរក្រហមអនុវត្តផែនការតែ4ឆ្នាំទេឲ្យហើយមានមោទនភាពខ្លាំងណាស់ប៉ុលពតបានទៅប្រាប់ចិនណាថាទាហានខ្មែរក្រហមជាទាហានប្រកបដោយឧត្តមភាពទាហានដែលតស៊ូអង្គអាចប្រយុទ្ធយ៉ាងក្លាហានតែគ្រាន់ខ្មែរអត់ខ្វះសពីវុធចឹងសូមឲ្យចិនផ្ដល់សពីវុធដើម្បីទៅប្រយុទ្ធជាមួយនឹងវៀតណាមជាតិនិយមចូលខ្មែរក្រហមត្រូវជឿជាក់លង្កាតែមួយគត់បើឯងជឿជាក់ខ្ញុំតិចចោលជាតិនិយមអីទៀតឲ្យមានការស្នេហាជាតិបាទស្នេហាជាតិបាទស្នេហាជាតិហើយស្នេហាជាតិបានស្រឡាញ់ជាតិណាបាទមានន័យថាស្រឡាញ់ជាតិមានឆន្ទៈចូលរួមណាមានឆន្ទៈចូលរួមការពារមាតុភូមិការពារមាតុភូមិបាទប៉ុន្តែអត្រាចំណាយបាក់ឌុបឆ្នាំនេះអត់បានញែកដាក់តម្លៃអប់រំតម្លៃបព្វធម៌ឬតម្លៃជាសិលធម៌ណាគឺត្រេយកហ្មងបាទមួយចំណុចជូនមួយបន្ទុកណាមួយចំណុចជូនមួយបន្ទុកចឹងក្រោយពីប្រកាសលទ្ធផលបាក់ឌុបចប់គេនឹងបង្ហោះវិញ្ញាសាឲ្យប្រធានអត្រាចំណាយជូនណាបាទ
តើឥឡូវតម្លៃវប្បធម៌មានអីខ្លះតម្លៃវប្បធម៌មានផ្ដល់ចំណេះដឹងដល់អ្នកសិក្សាណាត្រីមួយមកផ្ដល់ចំណេះដឹងដល់អ្នកសិក្សាបាទនៅអ្នកសិក្សាបាទឲ្យស្គាល់ពីអត្តសញ្ញាណឲ្យស្គាល់ណាពីអត្តសញ្ញាណអរិយធម៌អត្តបាទសញ្ញាណណាឲ្យស្គាល់ពីទីអរិយធម៌បាទអរិយធម៌ណារបស់ជាតិនិងអន្តរជាតិបាទអរិយធម៌ជាតិនិងអន្តរជាតិព្រោះយើងមានរៀនតាមប្រវត្តិសាស្ត្រកម្ពុជាទេយើងប្រវត្តិសាស្ត្រតំបន់ប្រវត្តិសាស្ត្រពិភពលោកតើស្រុកគេធ្វើអីគេមានវប្បធម៌ម៉េចព្រឹត្តិការណ៍គេខ្លះគេកសាងជាតិគេដោយរបៀបណាគេធ្វើអីខ្លះណាតោះបន្ទាប់ទៀតដែរចំណុចទី2គឺបណ្ដុះស្មារតីស្នេហាជាតិណាបណ្ដុះស្មារតីនេះមានស្នេហាជាតិបណ្ដុះស្មារតីបាទស្នេហាបេតិកភណ្ឌជាតិស្នេហាបេតិកភណ្ឌជាតិបាទនិងអន្តរជាតិអ្នកបេតិកភណ្ឌជាតិនិងអន្តរជាតិឃើញទេបាទដល់រៀនទៅធ្វើយើងស្រឡាញ់អ្វីទៅហៅបេតិកភណ្ឌដូចម្ដេចហៅបេតិកភណ្ឌបេតិកភណ្ឌតាមវចនានុក្រមរបស់សម្ដេចសង្ឃជួនណាតគឺជាមរតកឬជាកេរដំណែលតពីខាងឪពុកបេតិកភណ្ឌមាន2គឺបេតិកភណ្ឌវប្បធម៌និងបេតិកភណ្ឌធម្មជាតិប៉ុន្តែបើបេតិកភណ្ឌវប្បធម៌ធម្មជាតិនៅជាមួយគ្នានៅទីតាំងកន្លែងតែមួយឬបែបនោះគេឲ្យឈ្មោះថាបេតិកភណ្ឌចម្រុះឯបេតិកភណ្ឌវប្បធម៌មាន2គឺបេតិកភណ្ឌបាទកាលសម្បត្តិវប្បធម៌ណារូបិយនិងអរូបិយបាទណារូបិយនិងអរូបិយបាទអញ្ចឹងបេតិកភណ្ឌតាមវចនានុក្រមសម្ដេចសង្ឃជួនណាតគឺគេដំណើរឬមរតកតពីខាងឪពុកក៏ប៉ុន្តែជាលក្ខខណ្ឌទូទៅបេតិកភណ្ឌគឺជាគេដំណើរជាមរតករបស់មនុស្សពីមួយជំនាន់ទៅមួយជំនាន់ណែរបស់មនុស្សវាជាស្នាដៃរបស់មនុស្សឬក៏វាជាធម្មជាតិដែលបន្តពីមួយជំនាន់ទៅមួយជំនាន់នឹងរស់នៅជាមួយយើងនាពេលបច្ចុប្បន្នតោះឥឡូវតម្លៃវប្បធម៌ដៃវប្បធម៌គឺមានចំណុចមួយទៀតបណ្ដុះស្មារតីទទួលខុសត្រូវណែបណ្ដុះស្មារតីទទួលខុសត្រូវបណ្ដុះស្មារតីទទួលខុសត្រូវចំពោះរាល់ការប្រព្រឹត្តរបស់ខ្លួនណាចំពោះរាល់ការប្រព្រឹត្តរបស់ខ្លួនចឹងឲ្យមនុស្សមួយហ្នឹងឲ្យមនុស្សនីមួយទទួលខុសត្រូវមិនធ្វើហើយដល់ឲ្យតម្លាក់កំហុសលើអ្នកនេះកុំតម្លាក់កំហុសលើអ្នកនោះហើយឲ្យទទួលខុសត្រូវខ្ញុំលើកទីហោលោកខៀវសំផនគាត់ថាអត់ដឹងទេសម័យនោះគាត់អត់ដឹងទេអត់ដឹងយើងចំណាប់មនុស្សអញ្ចឹងឯណាលោកខៀវសំផនលោកនួនជាអត់ទទួលខុសត្រូវទេណាលោកនួនជាសុំបញ្ជាក់អញ្ចេះហើយសុំទោសអ្នកខេត្តបាត់ដំបងខ្ញុំអត់និយាយថាអ្នកបាត់ដំបងទាំងមូលទេក្នុងសម័យនៃទសវត្សរ៍ឆ្នាំ60នាយករដ្ឋមន្ត្រីថៃណាគឺលោកសរិទ្ធឋានរតន៍ដើមកំណើតដូនតាអ្នកបាត់ដំបងនាយករដ្ឋមន្ត្រីថៃនំហើយដែលបដិសេធមិនទទួលស្គាល់យុត្ថាធិការតុលាការអន្តរជាតិ ICJ ចំណែកលោកនួនជាក៏ជាអ្នកស្រុកបាត់ដំបងដែរបាត់ដំបងគេដទៃល្អគេខិតខំការពារទឹកដីខិតខំការពារវប្បធម៌
hai chia mình nút một cọp để phép cai chân này phải đất bù tại bắt đầu bỏ vào man nó đang làm mạch luôn chia bằng cai chân này phải đất bù p trong sầm này ngoài bù p bù hai mình lưu mỏ cái đó thôi thiệt đam ba hai mình đo trong lịch sâu nó bà hai nơi không sạc đây ngoài không tiền khi chúng con tiền luôn chia mình tổ tua khó trời chồng bù ca đẹp luôn property phải xem mình là tu sửa cái nhé trong không ca ra vào chiếc mà đo mà đây ở tua chứ này ai tua khó trời từ tua khó từ tua trời vô đây từ tua trời khó na khó trời buồn bằng can ca vô đăng bây giờ tây tất cả đấy bằng can ca vô đăng pi tây tất cả này bây giờ tây tất cả ấy tiếp đầm bay điệp trong bài chụp bàn can ở can tay bờ xa nè đầm bay điệp trong bài chụp bàn can và bài chụp bàn can ở can tay bờ xa để căn tay xa đấy bà nâng chia viên cộng ho trong đài đấy nâng chia viên cộng ho trong đài rồi đấy riêng mình ba đi vào xa đầu tiên khác cộng ho mà đón tiếp chia phép cộng ho trong vào xa nào rồi bỏ thằng được nòng mình qua vào xa này thua mà đó hay mà tìm đó không tìm hai chân cái lại na đây là ó cái giống ăn được chúng lỡ tì ho không vọt sạch môi cho sầm đạch lên đom xe nô bàn bạc ca nơi nông sản xuất công sự này mà phua người hạ buồn thì nia đo này châu rôm cho na to xuống ó người chỉ cho na to xuống vào mai ra cho na to xuống được tây tiết rồng tay luôn cho mà rôm mà thả ba rôm này xe nô đó nghe rồi thả ba mai rôm gì chiết sạch tại mũi ấy thì nia thì mũi thì nia sức cô rọt tình yêu xuất bờ rọt tình yêu tí pi tình yêuอายุ ชีวิต tình yêu tí bay tình yêu thọสมบัติ chân có bậc ca ba bậc ca nên ông son sất trong sự này cha sẽ đây bậc ca tình yêu nữa vi chịu bắt được so tây bậc ca đây của mà kỳ nè dùng bay trên nè còn tiên tranh bị bắt được sau đang đây dùng bay trên nè tình yêu bay như thế này tại tí môi cứ tình yêu อายุ ชีวิต នឹងរូបកាយ ទី2ធានាតបបាត់មានចលនាវត្ថុនិងអចលនវត្ថុទី3ធានាតួនាទីនិងតំណរស័ក្តិពួកខ្មែរដូចគ្នាតាលៀបពណ៌គ្នាខ្មែរក្រហមខ្មែរសខ្មែរខៀវច្បាំងគ្នាវិញយកចុងចប់ហើយច្បាំងសិតតែខ្មែរចេះហើយម្នាក់ស្នេហាជាតិរៀងខ្លួនចុងចប់អ្នកដែលស្លាប់គឺខ្មែរចឹងចាប់ដើមខ្មែរចាប់ដើមរួបរวมគ្នាយកបទពិសោធន៍ទាំងអស់ឆ្លោះគ្នាហិនហោចខ្លោចផ្សាបាត់បង់ទឹកដីឃើញទេចឹងរួមគ្នាបង្កើតបានជាអរគុណសន្តិភាពមួយនេះឃើញទេចឹងហើយដល់ចុងចប់ទាហានខ្មែរក្រហមនិងទាហានរដ្ឋាភិបាលខ្លាយទៅជាទាហានតែមួយបដិញ្ញាតស៊ូការពារទឹកដីដល់បច្ចុប្បន្ននេះណាដល់បច្ចុប្បន្នឃើញទេថៃលឺសូទាហានខ្មែរបើបបាយថ្មើរជើងដូចគ្នាស៊ីផុយតែយើងអត់ចង់ច្បាំងទេយើងខិតខំទ្រាំណាស់រាល់ថ្ងៃឃើញទ្រាំហើយកុំគិតថារដ្ឋាភិបាលគេមិនគិតគូគេទ្រាំណាតែថៃវាញួរយើងមិនឲ្យវាញួរមិនឲ្យតែយើងផ្ទុះអាវុធយល់ទេបើចឹងយើងអត់ធន់ណាស់តែយើងក៏រាយការណ៍នេះប៉ុន្តែគាត់ថាសហគមន៍អន្តរជាតិយើងមិនពឹងយើងពឹងគេប៉ុន្តែយើងក៏មិនទៅសង្ឃឹមលើគេទាំងស្រុងដែរមានតែបរិមត្តភាពខ្លួនឯងនេះឯងណាបាទតោះអានេះតាក់ទងជាមួយនឹងនៅវប្បធម៌ឥឡូវតម្លៃជាសិលធម៌មានអីខ្លះណាបាទសួរតើតម្លៃជាសិលធម៌មានអីខ្លះណាតម្លៃជាសិលធម៌បាទទី1គឺបណ្ដោះមនោចេតនាសាមគ្គីជាតិអន្តរជាតិណាបណ្ដោះមនោសញ្ចេតនា
សាមគ្គីជាតិអន្តរជាតិបាទនេះគឺមួយឧទាហរណ៍កាលណាយើងមានយើងនៅចេតនាសាមគ្គីជាតិអន្តរជាតិបានន័យថាវិជាជាតិទាំងអស់យើងរកអានគ្នាដោយមិត្តភាពស្មារតីមិនរំលោភបំពានគ្នាដូចnhauយើងបានសុខអស់គ្នាបង្កើនទំនាក់ទំនងល្អជាសកលណាបង្កើនទំនាក់ទំនងល្អជាសកលណាជាសកលមិនរើសអើងពូជសាសន៍ណាមិនរើសអើងពូជសាសន៍បាទអត់រើសអើងពូជសាសន៍ទេឃើញទេបន្ទាប់ទៀតដែរចំណុចទី3បណ្ដុះស្មារតីកតញ្ញូកតវេទីណាបាទបណ្ដុះស្មារតីបាទណាគឺកតញ្ញូបាទកតញ្ញូបាទកតញ្ញូកតវេទីណាមកដៃកតញ្ញូកតវេទីកោតសរសើរនឹងយកគំរូណាល្អកោតសរសើរកោតសរសើរនឹងយកគំរូល្អណាយកគំរូល្អតាមបុព្វបុរសតាមបុព្វបុរសដើម្បីធានានិរន្តរភាពណាដើម្បីធានានិរន្តរភាពនិងសុខដុមភាពរបស់ឬក៏នៃវិជាជាតិរបស់ខ្លួននៃប្រជាជាតិរបស់ខ្លួនសំដៅបណ្ដុះគំនិតត្រេះរិះពិចារណាណាបណ្ដុះគំនិតបាទគំនិតត្រេះរិះបាទពិចារណាណាត្រេះរិះពិចារណាចំណុចខុសឆ្គងចំណុចខុសឆ្គងអីទៀតនឹងខ្វះខាតរបស់បុព្វបុរសនឹងខ្វះខាតរបស់បុព្វបុរសណាបុព្វបុរសដើម្បីពិចារណារកផ្លូវវិជ្ជមានដើម្បីណាពិចារណារកផ្លូវវិជ្ជមានសម្រាប់ជាតិនិងខ្លាចជាពលរដ្ឋអាយ៉ាសម្រាប់ជាតិបាទសម្រាប់ជាតិបាទណានឹងខ្លាយគេទេនឹងខ្លាយជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវបាទនឹងខ្លាយជាពលរដ្ឋល្អប្រកបដោយទំនួលខុសត្រូវបានទំនួលខុសត្រូវជាមានន័យថាការយល់ដឹងអំពីវត្តសាស្ត្រមានសារៈសំខាន់ណាស់សម្រាប់ជាតិសាសន៍មួយនេះតកតងអត្ថប្រយោជន៍នៃការសិក្សាប្រវត្តិសាស្ត្រ